សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាជាថ្មីម្ដងទៀតហើយក្នុងវីដេអូនេះខ្ញុំចង់ចែករំលែកប្រយោគជាភាសាចិនខ្លះៗដល់បងប្អូនទាំងអស់គ្នាមុននឹងចូលមេរៀនប្រសិនបើបងប្អូនត្រូវការស្រោមទូរស័ព្ទសម្រាប់ iPhone និងលេខទូរស័ព្ទពិសេសបងប្អូនអាចជាវបានតាមរយៈហាង eShop តោះឥឡូវយើងចូលមេរៀនយើងវិញប្រយោគទី1យើងអានថា我去学校我去学校អញ្ចឹងប្រយោគមួយនេះគឺយើងប្រែថាខ្ញុំទៅសាលារៀនប្រយោគទី2យើងអានថា我是老师我是老师អញ្ចឹងចំពោះប្រយោគនេះដែរគឺយើងប្រែថាខ្ញុំគឺជាគ្រូបង្រៀនចូលមកដល់ប្រយោគទី3យើងអានថា我们喜欢汉语我们喜欢汉语យើងប្រែថាពួកយើងចូលចិត្តភាសាចិនចូលមកដល់ទី4ថាយោឈៀន2ថាយោឈៀន2ប្រែថាគាត់មានខ្មៅដៃប្រយោគទី5យើងអានថា我在学中文我在学中文我在学中文ប្រែថាខ្ញុំកំពុងរៀនភាសាចិនទី6我爱你我爱你我爱你ប្រែថាខ្ញុំស្រឡាញ់អ្នកទី7我吃苹果我吃苹果我吃苹果ប្រែថាខ្ញុំញ៉ាំផ្លែប៉ោមទី8这是电脑这是电脑这是电脑ប្រែថានេះគឺជាកុំព្យូទ័រទី9你在游泳吗你在游泳吗你在游泳吗តើអ្នកកំពុងហែលទឹកឬប្រយោគទី10那是手机那是手机那是手机ប្រែថានោះគឺជាទូរស័ព្ទអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមេរៀនមួយនេះរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗទៀតជម្រាបលា